សារព័ត៌មានថៃស្ងាត់ដូចចោលលួចសេះក្រោយពេលដែល UNESCO ដែលមានចំនួនជាង100ប្រទេសបានធ្វើការផ្កោតទោសដោយត្រង់ទៅកាន់ប្រទេសថៃនិងដែលបំផ្លិចបំផ្លាញទៅលើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកបងប្អូនជាទីគោរពរាប់អានសារព័ត៌មានថៃធំទាំង Amarin TV គឺទាំង ខៅសុតទាំង The Nation និងក៏ដូចជាសារព័ត៌មានផ្សេងទៀតដែលល្បីរឿងចុះផ្សាយបង្កាច់បង្ខូចកម្ពុជានៅពេលកន្លងទៅបងប្អូនអត់ហ៊ានចុះផ្សាយនោះទេផ្ទុយទៅវិញអ្នកវិភាគថៃនិងក៏ដូចជាអ្នកសាស្ត្រាចារ្យថៃចាត់ទុកថាកម្ពុជាគឺជាប្រទេសពូកែប្តឹងបាទពូកែរាយការណ៍បងប្អូនជាទីគោរពរាប់អាននេះបង្ហាញសបញ្ជាក់ឲ្យឃើញថាការទូតរបស់យើងគឺបានឈានទៅមុខមួយជំហានទៀតហើយកម្ពុជានឹងឈ្នះទឹកចិត្តរបស់ពិភពលោកឈ្នះទឹកចិត្តរបស់សមាជិកនានារបស់អង្គការ UNESCO និងមិនត្រឹមតែប៉ុណ្ណោះយើងឈ្នះទឹកចិត្តរបស់អង្គការសហប្រជាជាតិទៅទៀតអញ្ចឹងគ្មានប្រទេសណាមួយគេគ្រប់គ្រងចោលគ្មានប្រទេសណាមួយគេគ្រប់គ្រងប្រទេសចោលនោះទេបាទព័ត៌មាននេះខ្ញុំនិយាយនៅក្នុងថ្ងៃទី1ខែសីហាឆ្នាំ2026ពាក់ព័ន្ធជាមួយនឹងព័ត៌មានអាប់ដេតថ្មីឥឡូវនេះនៅក្នុងប្រទេសថៃកំពុងតែវិភាគបែកម៉ាំនិងវល់តែម្ដងសារព័ត៌មានថៃអត់ហ៊ានចុះផ្សាយទេពាក់ព័ន្ធជាមួយនឹងសេចក្តីថ្លែងការណ៍និងក៏ដូចជាដែលបញ្ជាក់ដោយអង្គការ UNESCO និងក៏ដូចជាបណ្ដាប្រទេសបាទដែលជាសមាជិករបស់អង្គការអន្តរជាតិមួយនេះគឺពួកគាត់សុទ្ធតែគ្រប់គ្រងទៅនឹងការផ្កោតទោសទោះបីជាការផ្កោតទោសនេះបាទមិនបញ្ចេញឈ្មោះប្រទេសថៃមិនបញ្ចេញឈ្មោះប្រាសាទព្រះវិហារប៉ុន្តែគេសំដៅទៅលើការបំផ្លាញដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអញ្ចឹងមានន័យថាគេសំដៅទៅលើបញ្ហាសង្គ្រាមដែលមានការឈ្លានពាននិងកំទេចបាទប្រាណប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយអង្គការ UNESCO បានទាមទារឲ្យប្រទេសជាសមាជិកទាំងអស់និងក៏ដូចជាថៃជាដើមគឺត្រូវតែរក្សាសម្បត្តិបេតិកភណ្ឌត្រូវតែគោរពបេតិកភណ្ឌមិនត្រូវបំផ្លាញបេតិកភណ្ឌនោះទេបាទនេះច្បាស់ណាស់ពាក្យសម្ដីមួយអញ្ចឹងទោះបីជាគេមិនបញ្ចេញចំឈ្មោះប៉ុន្តែនៅពេលចុងក្រោយគេឲ្យថៃនិយាយត្រឹមតែ1នាទីតែប៉ុណ្ណោះនៅក្នុងការបញ្ចេញនៅសេចក្តីថ្លែងការណ៍បាទនៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងនេះបង្ហាញសបញ្ជាក់ឲ្យឃើញថាគេបានបញ្ជាក់យ៉ាងច្បាស់ហើយបាទនេះគឺជាភាសាការទូតបងប្អូនមួយចំនួនគាត់លើកឡើងថាហេគេអត់ថាឈ្មោះថៃផងគេអត់និយាយថាប្រាសាទព្រះវិហារផងភាសាការទូតបងប្អូនត្រូវយល់ថាគឺគេនិយាយមិនបាច់ចំឈ្មោះទេតែគេវាមានទម្ងន់របស់គេបាទដែលនៅក្នុងនោះផងដែរថៃដឹងយ៉ាងច្បាស់ជាពិសេសដែលខ្លួនឯងបំផ្លាញសម្បត្តិបេតិកភណ្ឌបាទដូច្នេះទោះបីគេមិនបញ្ជាក់ប្រទេសថៃប៉ុន្តែគេឲ្យថៃនិយាយត្រឹមតែ1នាទីនឹងមានន័យថាម៉េចបាទគេចង់បញ្ជាក់ទៅថៃហើយបាទថាគឺថៃជាអ្នកបំផ្លាញបេតិកភណ្ឌហើយឥឡូវនេះ UNESCO ឲ្យថៃទទួលខុសត្រូវទាំងស្រុងនិងត្រូវតែធ្វើការសងសំណងបាទផ្សេងដែលខ្លួនឯងបានបំផ្លាញមកលើបេតិកភណ្ឌពិភពលោកនេះហើយមិនត្រឹមតែប៉ុណ្ណោះបាទគេធ្វើការផ្កោតទោសនិងក៏ដូចជាឈ្មោះថៃនៅពេលបច្ចុប្បន្នស្អុយបាទពេញបណ្ដាពិភពលោកតែម្ដងនេះហើយគឺជាសង្គ្រាមការទូតដែលថៃកំពុងតែចាញ់ប្រៀបកម្ពុជាបងប្អូនបាទចាញ់ប្រៀបកម្ពុជាយើងគឺចាញ់ទាំងស្រុងតែម្ដងទោះបីជាសង្គ្រាមបាទប្រដាប់អាវុធថៃគិតថាខ្លួនឯងឈ្នះចូលកាន់កាប់លើទឹកដីកម្ពុជាប៉ុន្តែបងប្អូនយល់ទេបាទតង់ទី1កាលពីសង្គ្រាមនៅក្នុងថ្ងៃទី24កក្កដាដល់វេលាម៉ោងបាទ12:00នាទី28កក្កដាថៃអត់មានបានចូលកាន់កាប់មួយបៀកទេបាទសង្គ្រាមរយៈពេល5ថ្ងៃចុះហេតុអ្វីបែរជាសង្គ្រាមចុងក្រោយនេះថៃចូលកាន់កាប់បាទបងប្អូនពិចារណាមើលទៅតើវាជាចេតនាយុទ្ធសាស្ត្រសង្គ្រាមឬយ៉ាងណាប៉ុន្តែខ្ញុំអត់ចង់វែកញែកវែងឆ្ងាយទេអ្វីដែលសំខាន់នៅក្នុងពេលបច្ចុប្បន្ននេះយើងដឹងហើយថាគឺសង្គ្រាមការទូតយើងបានឈានទៅមុខមួយជំហានហើយយើងយកចិត្តនិងយកបេះដូងអន្តរជាតិបានហើយយើងយកបេះដូងរបស់អង្គការ UNESCO បានហើយយើងយកបេះដូងរបស់អង្គការសហប្រជាជាតិបានហើយយើងយកបេះដូងរបស់មហាអំណាចបានហើយបាទទោះបីជាមហាអំណាចបាទភាសាការទូតរបស់គេមិននិយាយចំឈ្មោះថៃប៉ុន្តែគេបានធ្វើទៅហើយបាទដូចជាសហរដ្ឋអាមេរិកនៅក្នុងពេលថ្មីនេះបាទគឺដាក់ពន្ធទៅលើសេដ្ឋកិច្ចថៃរហូតដល់ 12.5% កម្ពុជាយើងត្រឹមតែ 10% ទេបាទគឺពន្ធនេះ
ថៃកំពុងតែស្រែកឡាំប៉ាមិនអាចទទួលយកបានទេខ្ញុំជាសម្ព័ន្ធមិត្តរបស់អាមេរិកហើយអ្វីបែរជាអាមេរិកបានធ្វើសកម្មភាពដាក់ពន្ធលើខ្ញុំពោះជាងគេនៅក្នុងតំបន់វៀតណាមនិងថៃបងប្អូនខ្ពស់ហ្មងហើយពន្ធទាបនៅតំបន់នេះនៅជិតក្បែរថៃគឺមានតែកម្ពុជាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីតែប៉ុណ្ណោះដែលពន្ធត្រឹមតែ 10% ហើយសេចក្តីសម្រេចនេះជិតចេញជាផ្លែផ្កាហើយវាគ្រាន់តែជាបញ្ហាព្រៀងប៉ុន្តែព្រៀងគឺយើងដឹងហើយអាមេរិកមិនអាចតវ៉ាបានទេបើលួត្រាតែគោរពច្បាប់អាមេរិកនៅក្នុងពេលថ្មីនេះអាមេរិករកឃើញថាថៃគឺបំពេញពលកម្មកុមារនិងក៏ដូចជាធ្វើឲ្យពលកម្មនឹងលើសកម្លាំងហើយអ្វីដែលសំខាន់ទូគេមិនបញ្ជាក់ថាធ្វើការឈ្លានពានដោយមិនគោរពកិច្ចព្រមព្រៀងក៏ដោយតែគឺចំណុចនេះច្បាស់ណាស់ថៃបានឈ្លានពានកម្ពុជាបើកការវាយប្រហារកម្ពុជារហូតដល់ជិត24ម៉ោងទើបកម្ពុជាធ្វើការឆ្លើយតបទៅវិញដោយការការពារខ្លួនការវាយប្រហារនៅក្នុងខេត្តធ្នូបងប្អូនជ្រាបហើយថាកម្ពុជាយើងអត់ធ្មត់រហូតដល់មួយថ្ងៃហើយដល់មួយយប់ទៀតទើបមានការឆ្លើយតបទៅវិញដោយប្រើប្រាស់ត្រឹមតែកងទ័ពជើងគោកដោយកំភ្លើងធំនិងកំភ្លើងតូចតែប៉ុណ្ណោះយើងអត់ទាន់បានប្រើប្រាស់ទ័ពអាកាសយើងអត់ទាន់បានប្រើប្រាស់កងទ័ពជើងទឹកថៃប្រើមកទាំងព្រមតែម្ដងយើងដឹងហើយថាថៃឈ្លានពានកម្ពុជាយើងប្រើប្រាស់ទាំងកងទ័ពជើងទឹកជើងអាកាសទម្លាក់គ្រាប់បែកនិងក៏ដូចជាប្រើប្រាស់រហូតដល់ថ្នាក់ផ្សែងពុលថែមទៀតផងដើម្បីវាយប្រហារមកលើកម្ពុជានិងកាន់កាប់លើទឹកដីកម្ពុជាអញ្ចឹងពិភពលោកគេឃើញយ៉ាងច្បាស់អាមេរិកក៏ឃើញយ៉ាងច្បាស់ដូច្នេះទោះបីជាថៃសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយនឹងអាមេរិកផ្ដល់ទីតាំងឲ្យអាមេរិកកសាងនៅទីតាំងយោធាក៏ដោយប៉ុន្តែច្បាប់និងភាពយុត្តិធម៌ដោយផ្លូវត្រង់គឺមិនអាចលំអៀងបានភាសាការទូតបងប្អូនគេអត់ចាំបាច់និយាយថាថៃត្រូវតែគោរពថៃគឺត្រូវតែធ្វើតាមអ្វីដែលយើងចង់បានអត់ទេគេនិយាយមួយស្រាលប៉ុន្តែមានទម្ងន់ធ្ងន់រហូតមកទល់នឹងពេលបច្ចុប្បន្ននេះមានបងប្អូនខ្លះគាត់នៅតែយល់ថាគេមិននិយាយចំឈ្មោះថៃផងមិនក៏យើងលើកឡើងពីគេករណីនេះបងប្អូនត្រូវយល់ថាភាសាការទូតហើយថៃដឹងយ៉ាងច្បាស់យើងដឹងហើយថារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកសីហស័កធ្លាប់លើកឡើងហើយថាគឺបណ្ដាប្រទេសជាច្រើនតែងតែលើកឡើងថាថៃឈ្លានពានកម្ពុជាថៃធ្វើទុកបុកម្នេញកម្ពុជាថៃធ្វើបាបកម្ពុជាគេត្រូវមិនដែលប្រទេសតូចណាទៅវាយប្រហារទៅឈ្លានពានប្រទេសធំទេមិនដែលប្រទេសអ្នកក្រឯណាទៅហ៊ានធ្វើសកម្មភាពដោយចេតនាណាមួយឬក៏បង្កសង្គ្រាមជាមួយនឹងប្រទេសអ្នកមានទេសុំតែសុខសុំតែការរស់នៅប្រកបដោយក្តីសុខនិងរីកចម្រើនប៉ុន្តែថៃទេដែលជាអ្នកឈ្លានពានកម្ពុជាឥឡូវនេះនៅពេលដែលគេដឹងគ្រប់គ្នាទៅបងប្អូនផ្អើលលើពិភពលោកតែម្ដងអញ្ចឹងថៃនៅក្នុងពេលបច្ចុប្បន្ននេះចាញ់កម្ពុជាទាំងសង្គ្រាមការទូតទាំងសង្គ្រាមចិត្តសាស្ត្រយុទ្ធសាស្ត្រឥឡូវនេះបណ្ដាប្រទេសជុំវិញពិភពលោកគឺគាំទ្រកម្ពុជាអញ្ចឹងយើងរងចាំមើលព័ត៌មានថ្មីបន្ថែមទៀតជាមួយ Channel ខ្ញុំហើយបងប្អូនកុំភ្លេចជួយ Subscribe និង Like និងដើម្បីទទួលបាននូវព័ត៌មានថ្មីខ្ញុំនឹងធ្វើការអាប់ដេតជូនដូច្នេះខ្ញុំសូមអរគុណនិងសូមគោរពលា